កាលពីព្រេងនាយមានស្ដេចស្រីមួយព្រះអង្គព្រះនាមស្រីអយុធាសោយរាជ្យនៅនគរខ្មែរដោយព្រះនាងជាស្ដេចសោយរាជ្យគ្មានបុរសណាមួយហ៊ានដណ្ដឹងយកជាភរិយាឡើយម្ល៉េះហើយព្រះនាងរកដណ្ដឹងបុរសដ៏មានរូបជាទីគប់ព្រះតីមកធ្វើជាព្រះស្វាមីវិញហើយដោយហេតុព្រះរាជិនីស្រីអយុធាដណ្ដឹងប្រុសជាព្រះស្វាមីដូច្នោះស្រីដែលនៅក្រោមព្រះរាជាឱវាទក៏ដណ្ដឹងប្រុសធ្វើជាស្វាមីតាមដែរក្នុងរជ្ជកាលនោះមុខគូឲ្យវេទនានិងស្រីខ្លះដែលមានរូបអន់ទៅរកដណ្ដឹងប្រុសគេនាំគ្នាប្រកែកមិនយកគេឬតែស្រីមានរូបល្អទើបយកធ្វើជាភរិយាធ្វើដូច្នេះអស់មួយរាជស្រីនេះលុះមកដល់រាជស្រេចក្រៃទៀតពួកស្រីជំនុំគ្នាថាឥឡូវនេះដូចជាមិនសមសោះខ្លួនយើងជាស្រីហើយដើរដណ្ដឹងប្រុសធ្វើជាប្តីដូច្នេះយើងនឹងនាំគ្នាលើកដីចាក់កូនជាភ្នំភ្នាល់ជាមួយនឹងពួកប្រុសគឺប្រុសលើកដីធ្វើជាភ្នំមួយយើងស្រីធ្វើជាភ្នំមួយភ្នាល់គ្នាបើប្រុសចាន់យើងត្រូវឲ្យប្រុសដណ្ដឹងយើងជាស្រីវិញលុះគិតដូច្នេះហើយក៏នាំគ្នាទៅបបួលពួកប្រុសធ្វើភ្នំចោះខសន្យាភ្នាល់គ្នាដោយពោលមកហើយគេក៏បានចាត់មេកំណែនកេណ្ឌមនុស្សស្រីឲ្យបានច្រើនខាងប្រុសមានមេកំណែនខាងប្រុសដើរកេណ្ឌខាងស្រីមានមេកំណែនខាងស្រីដើរកេណ្ឌលុះកេណ្ឌបានគ្នាច្រើនគ្រប់ចំនួនខាងប្រុសខាងស្រីយើងទាំងអស់ត្រីជញ្ជូនដីដរាបដល់ផ្កាយព្រឹករះទៅឈប់ទាំងអស់គ្នាបើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេខំឡើងយើងជួយគ្នាប្រយ័ត្នចែងស្រីខំឡើងប្រយ័ត្នចែងស្រីខំឡើងគ្នាយើងពេលនោះជាពេលរាត្រីពួកស្រីមានប្រាជ្ញាជញ្ជូនដីអស់វេលា 3-4 ម៉ោងក៏នាំគ្នាបង្អួតគោមតូចមួយយ៉ាងខ្ពស់នៅជ្រុងឥសានភ្នំពួកប្រុសក្រឡែកមើលទៅលើឃើញគោមដែលស្រីបង្អួតនឹងឫស្សីដើមនោះកាយព្រឹករះហើយតាកាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានឹងត្រានុកអស់ទៅគ្មានសល់ម្នាក់ពួកស្រីក៏នាំគ្នាជញ្ជូនដីដរាបដុតផ្កាយព្រឹករះមែនតែនទៅជប់ដល់មន់រងៅកើតប្រុសភ្ញាក់ឡើងឃើញផ្កាយព្រឹករះក៏លាន់មាត់ថាយិនទាំងអស់គ្នាខុសហើយផ្កាយព្រឹកមិនតែនទើបតែនឹងរះសោះហើយនាំគ្នាក្រេឡោកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនអន់ក្នុងចិត្តដោយចែងកលស្រីតាំងពីកាលនោះមកប្រុសក៏ដណ្ដឹងស្រីធ្វើជាភរិយាដរាបដល់សពថ្ងៃនេះ